Hello សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងមាន keyboard មក brand ទៀតហើយដែលចង់យកមកណែនាំយើងទាំងអស់គ្នាហើយ brand ណាគឺជា brand របស់ Xiaolang ដែល record របស់វានោះគឺ K81keyboard នេះទាំងលេងហ្គេមទាំងធ្វើការគឺតើអ្នកអាចយកទៅប្រើប្រាស់បានទាំងអស់អញ្ចឹងយើងនឹងមកដឹងពី spec របស់វាបន្តិច keyboard នេះគឺជាប្រភេទ keyboard ដែលមាន size 75%ហើយក៏ជាប្រភេទ main brand keyboard ផងដែរដែលវាងាយស្រួលក្នុងការប្រើប្រាស់ដែលមានសំឡេងរំខានតែម្ដងសម្រាប់ keyboard នេះគឺជាប្រភេទ keyboard ដែលប្រើជាមួយនឹងខ្សែ USB Type C ចំពោះ keyboard នេះគឺខាងពួកយើងមាន3ពន្ធក្នុង stock ដូចអ្នកគ្នាបានឃើញក្នុងវីដេអូនឹងអញ្ចឹងសម្រាប់ការ design របស់ keyboard model នេះគឺគេ design មកបែបលក្ខណៈពណ៌ highlight ដូចអ្នកគ្នាបានឃើញនឹងអញ្ចឹងហើយក៏គេបានភ្ជាប់មកជាមួយនឹង knob controller ផងដែរដែល knob controller នេះគឺតួនាទីរបស់វានោះគឺកំណត់ទៅលើសំឡេងនិងពន្លឺរបស់ keyboard តែម្ដងអញ្ចឹងអីដែលខ្ញុំឆ្លាញ់ពី keyboard model នេះគឺវាតូចល្មមងាយស្រួលប្រើប្រាស់ជាប្រចាំថ្ងៃនិងយកតាមខ្លួនខ្លះមែនតើហើយទៅលើ keycap មួយគេវិញគេ highlight មកគឺស្អាតតែម្ដងហើយ keyboard នេះក៏ជាប្រភេទ keyboard ដែលអត់មានសំឡេងរំខានដែរពេលយើងយកទៅប្រើប្រាស់នៅខាងក្រៅអត់មានសំឡេងរំខានដល់អ្នកដទៃទេអញ្ចឹងក្រៅពី keyboard ទាំងអស់គ្នានឹងទទួលបាននូវសៀវភៅណែនាំចំនួន1ផងដែរអញ្ចឹងសម្រាប់ keyboard model នេះក៏ខាងពួកយើងមាន brand ទីអ្នកនរគ្នាផងដែរពីមួយអាទិត្យរហូតដល់1ឆ្នាំហើយបើនិយាយពីតម្លៃរបស់គេវិញនោះគឺត្រឹមតែ$15តែប៉ុណ្ណោះអញ្ចឹងអរគុណអ្នកនរគ្នាសម្រាប់ការទស្សនាជួបគ្នានៅវីដេអូក្រោយបាយបាយ